Baគោរពនឹងជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសាច់រឿងទី2របស់យើងគឺជាប់ពាក់ព័ន្ធទៅនឹងលោកតាម្នាក់ដែលគាត់នឹងគឺមានអាយុ63ឆ្នាំទៅហើយគាត់បានហៅថាបានប្រពន្ធក្មេងណាបងប្អូនអញ្ចឹងលោកតាដែលអាយុ63ហ្នឹងគាត់បានប្រពន្ធក្មេងដោយសារតែគាត់មានហៅថាមុនស្នេហ៍ហ្មងបងប្អូនហើយបងប្អូនថាឆ្ងល់មុនស្នេហ៍វិញបងប្អូនមុនស្នេហ៍ជួនកាលគាត់អាចមានទ្រព្យសម្បត្តិច្រើនជួនកាលគាត់អាចមាននៅហៅថាវោហារស័ព្ទស័ព្ទបានអញ្ចឹងហៅថាស្នេហ៍មាត់ណាគាត់ថានិយាយក្តក់បានមកអញ្ចឹងរឿងនេះបងប្អូនខ្ញុំបានពីបងស្រីម្នាក់ដែលគាត់នឹងគឺគាត់បានចែកម្លែកនៅសាច់រឿងនឹងមកដែលនិយាយអំពីលោកតាម្នាក់ដែលរស់នៅក្នុងភូមិរបស់គាត់មកអញ្ចឹងលោកតាហ្នឹងគាត់ឈ្មោះថាលោកតាឈឿនលោកតាឈឿនគឺគាត់ជាអ្នកដែលហៅថាមាននៅក្នុងភូមិស្រុកហ្នឹងមកណាអត់មានពីណាគេមានដាច់ជាងគាត់ទេគ្រាន់តែប្រពន្ធគាត់5បងប្អូនតានេះប្រពន្ធច្រើនម៉េចគេមានលុយបងប្អូនគេធ្វើអីក៏បានដែរអញ្ចឹងលោកតាគាត់មានប្រពន្ធ5ប្រពន្ធ1កូន1ប្រពន្ធ1កូន1ប្រពន្ធ5កូនទាំង5នេះច្បាប់របស់គាត់បងប្អូនសែនគាត់ល្អណាអញ្ចឹងកុំមកយូរចូលទៅស្ដាប់នៅសាច់រឿងពេញជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងរបស់យើងគឺផ្ដើមទៅលើលោកតាម្នាក់ដែលឈ្មោះថាលោកតាឈឿនលោកតាឈឿនគឺគាត់ជាមហាសេដ្ឋីនៅក្នុងភូមិនឹងមកហើយបងប្អូនចង់ដឹងថាគាត់ទៅរស់នៅខេត្តណាដែរគឺគាត់ទៅរស់នៅខាងខេត្តកំពង់ធំក៏ប៉ុន្តែខ្ញុំអត់បញ្ជាក់ស្រុកទេដោយសារតែបងស្រីហ្នឹងគាត់អត់និយាយថាស្រុកគាត់នៅណាទេអញ្ចឹងគាត់មានប្រពន្ធ5ដោយសារតែកាលពីកន្លោះនោះគាត់ជាមនុស្សដែលខូចខិលថាជាមនុស្សដែលព្រានហ្មងណាញ៉ែស្រីគ្រប់មុខមិនក៏ញ៉ែអាក្រក់មិនក៏ញ៉ែដែរគាត់ជាមនុស្សខូចណាអញ្ចឹងឪពុកម្ដាយរបស់គាត់ហ្នឹងនិយាយប្រាប់គាត់ក៏ស្ដាប់ដែរលោកតាហ្នឹងគឺជាមនុស្សដែលរឹងទទឹងមែនទែនក៏ប៉ុន្តែការរស់ស៊ីរបស់គាត់គឺទៅមុខជាធម្មតាដោយមិនមានការរអាក់រអួយទេមុខចំនួនគាត់ក៏ច្រើនដីគាត់ក៏ច្រើនតាមខេត្តតាមអីគឺដីគាត់ច្រើនណាអញ្ចឹងថ្ងៃមួយហ្នឹងគាត់បានទៅវត្តចូលទៅថ្វាយអង្គមលោកធម្មតាអញ្ចឹងក៏កលេចឃើញនារីម្នាក់ដែលមានអាយុ18ឆ្នាំសាច់ខ្សខ្ចីញញធាត់ឡើងកពើដូចកពើផើមអញ្ចឹងបងប្អូនស្អាតមែនទែនតាហ្នឹងគាត់មើលយើងត្រូវភ្នែកណាអញ្ចឹងគាត់គិតក្នុងចិត្តដែរគាត់ថាអញធ្វើមិនឯងបានមនុស្សស្រីហ្នឹងគាត់ធ្វើប្រពន្ធណាមើលទៅដូចស្អាតខ្លាំងណាកូនចៅណាគេនេះគាត់ទៅសួរអាចារ្យវត្តនៅចិត្តហ្នឹងគេលោបានដឹងរឿងណាទៅពេលទៅសួរអាចារ្យថាអូកូនអ្នកចុងភូមិនោះគាត់មកឲ្យតែថ្ងៃសិលហ្នឹងគាត់មកថ្វាយគុំលោកមកប្រគេនចង្ហាន់លោកហើយគាត់សួរប្រយ័ត្នទៀតចុះលោកអាចារ្យកូនអ្នកចុងភូមិនោះនៅផ្ទះណានៅផ្លូវលេខម៉ានអញ្ចឹងណាហើយគាត់ថាតាឯងសួរចាស់ឬចាក់កូនទេតាឯងចាស់ហ្នឹងមកទៅបល់អីមួយក្មេងតាអាចារ្យហ្នឹងគាត់ថាឲ្យហ្មងសូម្បីតែគាត់ហ្នឹងគឺមានទ្រព្យសម្បត្តិហូរហៀរទៅហើយបើយេស៊ូស្ដាប់ជាអុកញ៉ាណានៅថាឲ្យគាត់ទៀតលោកតាអាចារ្យហ្នឹងអត់ខ្លាចទេខុសគាត់ថាខុសត្រូវគាត់ថាត្រូវអញ្ចឹងលោកតាហ្នឹងគាត់ថាគ្រាន់តែសួរបន្តិចតួចថាឲ្យដែរបើមិនប្រាប់ទេគឺថាឲ្យគ្នាទៅអីគាត់និយាយអញ្ចឹងណាអញ្ចឹងគាត់ចុះពីសាលាឆាន់មកវិញគាត់បាននិយាយជាមួយនឹងក្មួយស្រីហ្នឹងគាត់សួរថាក្មួយឯងហ្នឹងហៅថាចៅឯងហ្នឹងមកវត្តហ្នឹងយូរនៅហើយចៅឯងមានបងប្អូនប៉ុន្មាននាក់ហើយផ្ទះនៅណាវិញអញ្ចឹងគាត់ថាចៅនៅចុងភូមិហើយផ្ទះចៅនៅរៀងឆ្ងាយដែរហើយតែឯងសួរចៅមានការអីគាត់សួរអញ្ចឹងណាអត់មានអីទេចាគ្រាន់តែសួរធម្មតាទេពេលថាចង់អូកាឡាអញ្ចឹងណាអត់ចោលទម្លាប់ការនៅកន្លោះទេតាហ្នឹងអញ្ចឹងគាត់បានស៊ើបសួរអ្នកភូមិហ្នឹងអំពីក្មេងស្រីម្នាក់ហ្នឹងថារស់នៅកន្លែងណា
ស៊ើបចុះស៊ើបឡើងបងប្អូនគាត់ក៏បានឃើញផ្ទះរបស់បងប្អូនស្រីហ្នឹងគាត់រស់នៅចិត្តហៅថាចុងភូមិឆ្ងាយដាច់ពីគេដោយក្រុមគ្រួសាររបស់គាត់ហ្នឹងគឺមិនមានហៅថាជីវភាពអីធូរធារទេហៅថាជាជីវភាពមធ្យមណាអញ្ចឹងគាត់ទៅចូលទៅក្នុងផ្ទះរបស់បងអូនស្រីហ្នឹងមកពេលដែលចូលទៅគាត់ជំរាបសួរឪពុកម្ដាយរបស់គាត់អញ្ចឹងឪពុកម្ដាយគាត់ឃើញអ៊ំអើយមកពីណាវិញអញ្ជើញទៅណាវិញចូលផ្ទះខ្ញុំហូបតែហូបអីសិនណាអញ្ចឹងគាត់ក៏បានចូលក្នុងផ្ទះបងអូនស្រីហ្នឹងដោយមើលសភាពផ្ទះគឺល្អគួរសមដែរក៏ប៉ុន្តែពេលដែលបងអូនស្រីគាត់ចុះពីលើផ្ទះមកគឺហាក់បីដូចជាសំសួនជានារីខ្មែរហ្មងហៅថាសម្ពុតនៅក្នុងភ្នត់ណាស្អាតមែនទែនបងប្អូនគាត់គ្រាន់តែឃើញក្មេងស្រីហ្នឹងគាត់ផ្លឹកមកផ្លែតចឹងផ្លឹកមកផ្លែតណាអញ្ចឹងឪពុករបស់គាត់ក៏បាននិយាយទៅកាន់លោកតាឈឿនហ្នឹងថាលោកតាមើលអីគេផ្លឹកហ្នឹងអូខ្ញុំមើលសัตว์ហើហ្នឹងមិញដូចជាហើចូលភ្នែកខ្ញុំតែគាត់មើលកូនស្រីគេទេតាហ្នឹងខូចចំពោះគាត់មើលកូនស្រីគេទេអញ្ចឹងកូនស្រីគាត់បានយកតែមកប៉ាន់មកដាក់លើថាសទៅឲ្យតាហ្នឹងគាត់ហូបផ្សាអញ្ចឹងណាអញ្ចឹងនិយាយមួយពុកម្ដាយគេបដាញឹមបដាតែញឹមមិនញឹមមួយពុកម្ដាយគេទេណាញឹមដាក់កូនស្រីគេទេតាហ្នឹងក៏ខូចស្រាប់ទៅហើយចាស់ហើយអត់ទៅវត្តទៅវាណាអញ្ចឹងក៏ថ្ងៃមួយគាត់បានព្យាយាមនិយាយជាមួយនឹងប្អូនស្រីហ្នឹងហើយគាត់និយាយទាំងពាក្យផ្អែមល្ហែមគាត់ថាចៅបើសិនជាអាចចៅឯងទៅនៅផ្ទះតាទៅចាំតាចិញ្ចឹមចៅហ្នឹងគ្រាន់តែលឺចឹងតាមិននិយាយអញ្ចឹងតែឯងចាស់ហើយចូលខ្ញុំទៅចិញ្ចឹមទៅអីគាត់ថាតាចាស់មែនតែតាហ្នឹងមានទ្រព្យសម្បត្តិច្រើនចៅឯងចង់ចាយប្រមាណក៏ចាយមិនអស់ដែរព្រោះក្នុងផ្ទះតាគឺសម្បូរទៅដោយទ្រព្យសម្បត្តិលុយកាក់ច្រើនមែនតើថានិយាយបានថាគាត់ជាមនុស្សដែលអួតដែរក្នុងភូមិនោះមានណាគេអួតខ្លាំងជាងគាត់ទេទៅណាក៏អួតដែរចូលផ្សារឡើយណាក៏អួតដែរទិញត្រីហ្នឹងម្ដងសឹកត្រីស្អោទៅអីណាកាន់យួរអីទាំងក្បាលទាំងក្បាលបងប្អូនហើយតាហ្នឹងតាមិនដឹងប្រពន្ធគាត់ទាំង5នាក់ហ្នឹងគឺលែងចោលទាំងអស់ដោយមិនដឹងថាមូលហេតុអីទេប្រហែលជាប្រពន្ធគាត់មិនស្អាតឬក៏មិនបងប្អូនអញ្ចឹងគាត់ក៏បាននិយាយជាមួយនឹងប្អូនស្រីហ្នឹងនិយាយត្រង់ហ្មងគាត់ថាបើសិនជាចៅឯងអត់យកទាស់ទេណាចៅឯងព្រមទៅនៅជាមួយតាទៅចាំតាចិញ្ចឹមហើយតាហ្នឹងនឹងផ្ដល់តម្លៃឲ្យចៅឯងឲ្យខ្ពស់តែគាត់និយាយថាចិញ្ចឹមហ្នឹងបានន័យថាគាត់ចង់យកប្អូនស្រីហ្នឹងធ្វើជាប្រពន្ធមកអញ្ចឹងលោកតាហ្នឹងគាត់និយាយលួងលោមក្មេងស្រីហ្នឹងរហូតរយៈពេល3ខែរយៈពេល3ខែគឺប្អូនស្រីហ្នឹងហាក់បីដូចជាមើលទៅលោកតាហ្នឹងគាត់មានសន្តានចិត្តល្អដែរគាត់ក៏បានគិតដេកគិតពិចារណាមើលថាត្រូវយកលោកតាហ្នឹងធ្វើជាប្តីឬក៏មិនយកណាព្រោះខ្លាចបណ្ដាយឪពុកខ្លួនហ្នឹងមានការហៅថារើសអើងអញ្ចឹងដោយសារតែគាត់បានយកប្តីចាស់ខ្វះអីបងប្អូនមកកណោតាអាយុ70ការជាមួយនឹងប្រពន្ធអាយុ25អាយុ30ក៏មានតោះខុសអីសម័យឥឡូវបងប្អូនហើយបងប្អូនមើលតាម social media ផ្សេងមើលផ្សាយមកអាយុ73បានប្រពន្ធ18ខ្វះអីឲ្យទៅលុយដល់បងប្អូនមានបញ្ហាអីបងប្អូនអញ្ចឹងគាត់ចាប់ផ្ដើមចូលសួរត្រង់មកព្រោះតាហ្នឹងគាត់ជាអ្នកច្បាស់ដែរគេថាមនុស្សប្រុសគឺមានភាពច្បាស់លាស់ក្នុងខ្លួនតែក៏មានការខូចខលនៅក្នុងនឹងដែររឿងពីមុនណាហើយបងប្អូនដូចតែខ្ញុំបាទដែរខ្ញុំបាទក៏ធ្លាប់ខូចបងប្អូនដែលមើលវីដេអូឬក៏ស្ដាប់វីដេអូខ្ញុំក៏ធ្លាប់ខូចតិចតួចដែរមែនទេហើយជួយខមមិនម្នាក់មួយផងបងប្អូនដែលអត់ខូចមិនបាច់ខមមិនទេបងប្អូនដែលខូចចាំខមមិនហើយលោកតាហ្នឹងណាគាត់ចាប់ដើមនិយាយជាមួយនឹងម្ដាយពុកក្មេងស្រីហ្នឹងគាត់ថា
ơi lục pu nè mình ơi lời nó cứ nhóm nơi mình ai thế ba lục pu nè mình á mình vô tua thế á ôi con pu nè ôi con pu nó mà nơi chỉ mùi 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 nhóm mòn tới còn vậy chứ biết nó cứ rai bốc quất ngó con từ lưới chắc ý ta ở nhà dụ chịch vừa nhóm bà đấy ôi con nhóm từ nơi gặp ấy nó cho một con sấy bọc nhóm từ mũ đi tư ta dụ bọc đọc bằng bảy cho nắm mây nhằng sát sạch so là chênh nhá nhé ta ấy vô từ nơi mày chẳng quạt chặt chặt nó quạt ở toàn vô phồm tê còn lon chỉ dạp về đi chia phèm khai có ôn sấy nó chập làm kịch bị cha làm lon tiệt à tha thử vô lục tha nó vừa gì thôi dịp ở đây ọt đi chẳng mà đại có chập làm xua chặt nó phù mà đại có lạnh câu đái có tam chặt câu nó có xua cô nãy kịch bá tha vô ta nó vừa chia ở đấy ta bờ sân gì cô này ban lục ta nó còn cô này sầm nàng đấy hỏi ta mà đại tam đại mạ tam mà đại vậy á cứ lục ta nó á bên đại ban cô ấy chứ ai dịch vô của xa bao nhiêu đó ao miên bàn làm đấng cứ mà đại còn nó cứ chỉ một đài một lôi đài thế khơi kia miên bàn thì bàn ấy chẳng ngay chẳng trời tại bục bạc con nó không sợ mà nè nè thầm đại con đi chẳng còn ai sẽ mẹ chết rồi thà vô ọt chẳng còn đây kịch và tật biệt tật tầm rộm để con cho pro mới chết mà chẳng làm không bồn tại ta nó có to su mà tên chẳng mà lúc đó không bồn cho một đàn tí gạch bàn đấy một cái crack tí cái vậy cái canh chưa thì ai mới ọt canh chưa vậy cá bớt mà bồn mà xin chỉ bồn nhai sảy nè mà bồn một một đàn gạch bàn này một ra hơi bò vô mà ấy bò được cái đào mấy bò lắm mà đây thay dương thích khe cái dương nhai cái off bị lật tập hiệp tới ba này nào mỗi cái thôn dương cái khơi bị tổng bơ lo và dương pho kia bà con chỉ là lạnh dương ơi mà nó mà xin chỉ bồn miên cổ đang muối tròn nhai và được sợi bàn tiền không tiền tới cứ dương 300 tập khai mùi kia thế dương chạy ra xa cái tới lược đồng quan cái tới bộ kia chia sẻ đây hai thằng mẹ đa bị phụp lốt dương thử thay ao đồng lại kia nữa những lục cá có bán để điệp trong bị thi một con cá chỉ muối nắng mê xảy đã dụ đậm vậy đó còn để hiệp trong bị thi ca hất hẹ te con nó hôm tuần nông cua ô còn đập nhiều quạt phẹp màu pin te sau cơn vào bồn thấy mình xây thì sầm ná này bàn tà dụ học bấy nữa đại miên thộp sầm mắt chả mình đến có trai mà chỉ vật bỏ con nó có trai ở đó đấy chả miên bạ cả con với tu sâu là can pin thật leng luôn chả mình đến chẳng bông giấy có điện bài chất đá rồi xa tại quạt bàn chùi không của xa bà con nắng rồi miền bàn đôi kế nữa của xa bà con nó mà sống ấy mình chỉ mà nuôi đại miền bàn đấy thế vì khá rộp bật và nghĩa rồi nghĩa bật và bật của miền này chẳng lục tá còn tại hiệp ca chỉ mùi nừng ôn xây đại dụ đầm vậy đó có bài chân có thấu anh bàn và bồn không ấy nhé của bồn có thằng phèm nè nó có lên chào hỏi chà chà chiên qua tiền ví dụ các bài chết ở đó slap chào còn ở thử bồn khá nó còn lên nhưng thôi chẳng bật top bị ca hết con ban và vua và bồn quạt đa mơ xuân spa đa mơ tha tê sập hiệp được không te quát bộ te quát nó cứ là cả nạ tha chi phô mà cứ được ta hơi thông mệt đến chẳng quát chấp ra mình làm tha luôn luôn một bồn quát rồi còn vậy tha ôn mỏ đó bộ ta nó còn chạm đến đấy quát chi mà lúc này nặng non một bồn đó take care và bồn kháng số bây giờ và bồn quát đó đa từ nam mà ná tay từ miên ông cả đấy từ ta mà số ta đẹp bàn đấy thờ sẽ ông cả đấy mó nữa chẳng một bồn quát trong ban ấy á phẹp quát đừng doi bàn không có mời là chọn bàn phải chan anh đang từ vô khu này đây từ vô ban phải chan nó chẳng có vậy vậy đã ai vừa bán quát vừa sọc chật lẹp bóng á của bồn mấy cứ cái khác quát mình kết đây ra đây mà nuôi chá cứ quát kết ở bên ngay chẳng nữa rồi không của xa quát
សប្បាយចិត្តដែរពេលដែលឃើញកូនគាត់ហ្នឹងបងប្អូនបាននៅជាមួយនឹងលោកតាដែលមានអាយុ63ឆ្នាំហ្នឹងតែក៏អាយុ63មែនក៏ប៉ុន្តែសម្រស់គាត់ណាបងប្អូនប្រៀបបីដូចជាមនុស្សដែលអាយុ30ឆ្នាំចឹងស្អាតសខ្ពស់ហើយជាមនុស្សដែលរស់រាយទៀតបានសម្ដីលោកតាហ្នឹងហៅថាស្នេហ៍មាត់ក្តក់បានអូអេដមីនមកក្តក់បានចឹងមិនបាច់ទេបងប្អូនដឹងប្រហែលអ្នកដែរនេះតែមិនអីទេពួកអេដមីនជាមនុស្សដែលមួយដឹងមួយចឹងអត់អាចទៅ2 3បានទេបងប្អូនធ្វើចឹងអត់កើតទេខូចគេឈ្មោះប្រុសយើងអស់ហើយចឹងលោកតាក៏បានហៅថារស់នៅទាំងមានសុភមង្គលនៅក្នុងក្រុមគ្រួសារហ្នឹងហើយការស្រឡាញ់គ្នារវាងលោកតានិងចៅស្រីហៅថាប្រពន្ធគាត់ដែលអាយុ18ហ្នឹងគ្រាន់តែការហើយមួយឆ្នាំភ្លាមប្រពន្ធគាត់ហ្នឹងមានផ្ទៃពោះតានេះសែនសាហាវបងប្អូនដោយដែលខ្ញុំនិយាយដើមវីដេអូអញ្ចឹងប្រពន្ធ5កូនទាំង5នាក់តែកូនមិនមែនថាស្រីទាំងអស់ហើយមានប្រុសមានស្រីលាយគ្នាអញ្ចឹងណាអញ្ចឹងលោកតាហ្នឹងគាត់ចាប់ផ្ដើមមានហៅថាកូននៅក្នុងផ្ទៃរបស់ប្រពន្ធគាត់ហ្នឹងហើយទៅបណ្ឌិតពេទ្យមើលទៅពេទ្យថាកូនស្រីគាត់អភ្លាមបងប្អូនចុះអាយុ63ហើយមានតនអស់កូនណាពេលខ្លះនៅមានដែរបងប្អូនមិនមែនថាអស់ហើយមនុស្សប្រុសយើងតតែអាយុ80 90អាហ្នឹងមិនអស់70អាហ្នឹងអស់ហើយលែងមានហើយតែបើនៅ60ជាងហើយ50ជាងអាហ្នឹងគឺនៅមានបានមិនមែនអស់ហើយណាចឹងបងអូនស្រីគាត់បានទទួលភាពថ្នាក់ថ្នមពីលោកតានឹងខ្លាំងមែនតើហើយលោកតាហ្នឹងក៏ស្រឡាញ់ប្រពន្ធគាត់ខ្លាំងដែរដោយសារតែប្រពន្ធគាត់ក្មេងល្អសាច់សខ្ចីញញធាត់ឡើងកពើដូចកពើផើមវាល្អឥតខ្ចោះមកព្រោះមកភូមិហ្នឹងគឺអត់មានអ្នកណាស្អាតដាច់ជាងគាត់ទេម្នាក់ស្រីហ្នឹងស្អាតព្រោះគាត់ក្មេងបងប្អូនក្មេងស្រីទៅធំពេលដូចក្មេងស្រីអាយុច្រើនណា5 6 10 20ឆ្នាំ30ហើយណាអញ្ចឹងពុកម្ដាយគាត់ឃើញកូនមានសុភមង្គលអញ្ចឹងគាត់សប្បាយចិត្តហើយបងប្អូនគាត់ក៏សប្បាយចិត្តដូចគ្នាដោយសារតែជីវភាពក្នុងគ្រួសាររបស់គាត់នឹងបានខ្លាយជាអ្នកមានទៅនៅក្នុងភូមិមួយគ្រឹះហ្នឹងហើយអ្នកណាក៏គេល្បីអូតាអាយុ63ហ្នឹងតាឈឿនហ្នឹងបានពន្ធស្អាតហើយទៅផ្សារទៅភូមិណាយហ្នឹងគ្រាន់តែប្រុសមើលមុខទៀតបានទេអូប្រច័ណ្ឌណាតាហ្នឹងប្រច័ណ្ឌណាកាចប្រច័ណ្ឌខ្លាំងមើលមុខទៀតបានទេគឺខឹងហ្មងអត់ឲ្យមើលមុខទេចូលប្រើអង្គរៈគាត់វាយទៀតបានទេតាមើលអញ្ចឹងទេ take care ប្រពន្ធខ្លាំងណាអញ្ចឹងបងអូនស្រីដែលគាត់អាយុ18ហ្នឹងគាត់ចាប់ផ្ដើមហៅថាពពោះរយៈពេល9 ខែ 10 ថ្ងៃហ្នឹងគាត់ក៏បានសម្រាលកូនបានកូនស្រីស្អាតមួយអញ្ចឹងប្តីគាត់ហ្នឹងដែលជាលោកតាឈឿនហ្នឹងគាត់ស្រឡាញ់កូនស្រីគាត់ណាបន្ទាប់ពីគាត់តម្រាំតែបានកូនស្រីហ្នឹងមួយមិនដឹងថាគាត់ហ្នឹងបបាក់វេទនាប៉ុណ្ណាមនុស្សស្រីយើងបងប្អូនពេលដែលពពោះ9 ខែ 10 ថ្ងៃហ្នឹងគឺលំបាកនៅក្នុងខ្លួនបបាក់មែនតើអេដមីនយល់អារម្មណ៍ទៅនាំបានកូនមួយហ្នឹងចុះចាញ់មកហើយទៅរំតែចំវាធំទាំងបាតជើងក្រហមមកងារមកគឺវាពិបាកប៉ុណ្ណាបងប្អូនវាពិបាកខ្លាំងមែនតើបងប្អូនដែលជាមនុស្សស្រីបងប្អូនប្រកាសជាយល់អារម្មណ៍មួយហ្នឹងហើយពេលដែលកើតម្ដងតើវាឈឺចាប់ប៉ុណ្ណាអាហ្នឹងគឺសំខាន់ណាស់បងប្អូនហើយរឿងនេះគឺមិនវែងឆ្ងាយប្រហែលទេបងប្អូនដែលនិយាយពីលោកតាឈឿនហ្នឹងគាត់បានប្រពន្ធក្មេងណាបងប្អូនប្រពន្ធក្មេងគាត់ស្អាតខ្លាំងកមុំដាច់កមុំនៅក្នុងភូមិហ្នឹងมันអាចប្រៀបសម្រស់มันអាចស្មើនឹងបងអូនស្រីហ្នឹងទេបងអូនស្រីហ្នឹងគាត់មានសោចមកមានពណ៌ខួយកន្លែងនេះទៀតបងប្អូនហើយថ្មិញចំពើទៀតសើចញញចេញថ្មិញចំពើមកបងគេថាថ្មិញតាក់ទាញណាអូខេបងប្អូនយើងជួបគ្នាប៉ុណ្ណឹងចុះចាំថ្ងៃស្អែកគឺខ្ញុំនឹងមាននៅសាច់រឿងថ្មីទៀតដើម្បីយកមកនិយាយប្រាប់ទៅកាន់បងប្អូន
ហើយរាល់ពាក្យពេចន៍សម្ដីឬក៏ការនិយាយរបស់ខ្ញុំវាខុសកន្លែងណាមួយក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនផងចាត់ទុកថាបងប្អូនស្ដាប់កែកំសាន្តទៅចុះហើយក៏សូមចិត្តបងប្អូនម្ដងទៀតដោយសារតែជា channel ថ្មីក៏សូមជួយ Subscribe ចុចម្នាក់មួយផងណាដើម្បីទទួលបាននៅវីដេអូថ្មីនិងសាច់រឿងថ្មីទៀតបងប្អូនដែលខ្ញុំនឹងយកមកដំណើរនៅក្នុង channel នេះបាទអរគុណបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀត